ក្លឹបបាល់ទាត់វិសាខាបានប្រកាសពីការចែកផ្លូវគ្នាជាមួយកីឡាករជនជាតិកេនយ៉ា Benson Ocheng កាលពីពេលថ្មីកន្លងទៅនេះនាអំឡុងការដោះដូរកីឡាករលើកទី2នាពាក់កណ្ដាលរដូវកាល2025-2026 ខ្សែប្រយុទ្ធជនជាតិកេនយ៉ារូបនេះបានមកចូលរួមជាមួយវិសាខាកាលពីដើមរដូវកាល2025-2026 កន្លងទៅតែយ៉ាងណាក្តីរូបគេមិនសូវមានឱកាសបង្ហាញខ្លួនជាញឹកញាប់ឡើយហើយក្នុងនាមជាខ្សែប្រយុទ្ធរូបគេសុទ្ធមកយកទីឲ្យវិសាខាបានតែ3គ្រាប់ប៉ុណ្ណោះបន្ថែមលើនេះវិសាខាក៏ទើបតែនាំចូលខ្សែប្រយុទ្ធជនជាតិសេបគឺកីឡាករ Paule Velja ដែលផ្លាស់មកពីលីកទី2របស់កូរ៉េខាងត្បូងសូមបញ្ជាក់ថាសរុបពិន្ទុជាបណ្ដោះអាសន្នត្រឹមការប្រកួតសប្តាហ៍ទី12កន្លងទៅវិសាខាឈរនៅលេខទី7នៅក្នុងតារាងពិន្ទុដោយ11ប្រកួតឈ្នះ2ស្មើ6ចាញ់3មានត្រឹមតែ12ពិន្ទុប៉ុណ្ណោះប្រកួតបន្ទាប់របស់វិសាខាពួកគេនឹងត្រូវជួបជាមួយ Live Cat Presehanu នីកីឡដ្ឋាន Live នាថ្ងៃទី21ធ្នូវេលាម៉ោង6ល្ងាច